Sane Laman យុវជនបែលហ្សិកឡាមិនកើតនៅថ្ងៃទី7ខែកក្កដាឆ្នាំ2002នៅទីក្រុង Zottegem នៃប្រទេសបែលហ្សិកដែលលេងជាតំណែងអ្នកចាំទីដែលមានកម្ពស់ 1.93 នៅឆ្នាំ2007ដល់2010ឡាមិនជាយុវជនរបស់ក្លឹប KOC Bambara លុះមកដល់ឆ្នាំ2010-2011ក្លាយជាយុវជនរបស់ក្លឹប Dender បន្ទាប់មកនៅឆ្នាំ2020ដល់2023គាត់បានក្លាយជាសមាជិករបស់ក្លឹបប្រាស់ក្រោយមកនៅថ្ងៃទី8ខែមិថុនាឆ្នាំ2023ឡាមិនបានចាក់ចេញពីក្លឹបប្រាស់នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល4ឆ្នាំជាមួយ Royal Albert គាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2023ដោយការចាប់ផ្ដើមគឺឈ្នះ 4-1 ទល់ដោយក្នុងពាន BZ Cup នៅដល់រដូវកាលឆ្នាំ2024-2025គាត់បានបង្ហាញខ្លួនជាអ្នកចាំទីជម្រើសដំបូងរបស់ Royal Albert ការលេងរបស់ឡាមិននៅឆ្នាំ2024-2025នោះគឺមានការតាក់ទាញយ៉ាងខ្លាំងជាមួយនឹងការសង្គ្រោះបាល់ពេនទីដោយពាក់កណ្ដាលខែកុម្ភៈគាត់បានសង្គ្រោះបាល់ពេនទីចំនួន4ដងក្នុងការប្រកួតទាំងអស់លុះមកដល់ថ្ងៃទី1ខែកញ្ញាឆ្នាំ2025ក្រុម Manchester United បានចុះហត្ថលេខាលើកីឡាករ Sane Laman ពី Royal Albert ក្នុងលំដាប់ផ្ទេរដែលបានរាយការណ៍ចំនួន 18.1 លានផោនLaman បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី4ខែតុលាឆ្នាំ2025ហើយបានរក្សា clean sheet ជាលើកដំបូងនៃរដូវកាលសម្រាប់ Manchester United ទល់នឹង Sunderland ក្នុងជ័យជំនះ 2-0 ផងដែរយើងនឹងរងចាំមើលថាតើកីឡាករវ័យ23ឆ្នាំរូបនេះនឹងធ្វើបានល្អយ៉ាងណានៅ Manchester United រដូវកាលដំបូងរបស់គាត់